សួស្តីបងប្អូនអ្នកគ្នាបងប្អូនជឿទេថាសមរភូមិអ្នកមានផ្សែងកំភ្លើងនឹងគឺវាសាហាវជាងសមរភូមិជួរមុខទៅទៀតពេលនេះរដ្ឋមន្ត្រីការបរទេសថៃកំពុងតែស្ពត់មុខជាខ្លាំងនិងហាក់ដូចជាបាត់បង់ម្ចាស់ការក្នុងឆាកអន្តរជាតិបន្ទាប់ពីព្យាយាមលេងល្បែងការទូតមកលើកម្ពុជាទៅវិញសម្ដេចធិបតីហ៊ុនម៉ាណែតនិងរដ្ឋមន្ត្រីការបរទេសកម្ពុជានឹងគឺកំពុងតែបញ្ចេញក្បាច់ការទូតយ៉ាងសស្រាក់សស្រាំធ្វើឲ្យថៃនឹងស្ពត់មុខគឺដូចជាច្រាំថៃលើជ្រុញក្នុងឆាកអន្តរជាតិចឹងបងប្អូនតើថៃកំពុងតែតច្រកកម្រិតណាតោះមកដឹងរឿងរ៉ាវស៊ីជម្រៅជាមួយខ្ញុំទាំងអស់គ្នាកាលពីពេលថ្មីនេះបងប្អូនប្រហែលជានៅចាំបានថារដ្ឋមន្ត្រីការបរទេសថៃនឹងធ្លាប់បានអាងទាំងកម្រោថានឹងបើកការវាយប្រហារការទូតមកលើកម្ពុជាវិញក្រោយពេលដែលសម្ដេចធិបតីហ៊ុនម៉ាណែតបានផ្ដល់កិច្ចសម្ភាសដ៏មុតស្រួចដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ុន្តែមើលចុះឥឡូវនេះអ្នកណាពិតប្រាកដដែលកំពុងតែស្ពត់មុខថៃហាក់ដូចជាគៀងនិយាយអ្វីមិនចេញសូម្បីតែប្រជាជនថៃខ្លួនឯងនឹងក៏ទ្រាំមិនបានរហូតលើកគ្នាទៅសម្រុកខមមិនជេរស្ដីបន្ទោសរដ្ឋាភិបាលខ្លួនឯងថាសោយគ្មានសមត្ថភាពធ្វើការមិនកើតវាជារឿងធម្មតាទេបងប្អូនឲ្យខ្លាំងយ៉ាងមិនកើតបើខ្លួនឯងជាចោរដែលជាយាមលួចបន្លំអត្តសញ្ញាណនិងឈ្លានពានមិនអាចយកឈ្នះការពិតលើឆាកអន្តរជាតិបានឡើយខណៈដែលថៃកំពុងតែវិលមុខកម្ពុជាយើងឯវិញសម្ដេចធិបតីនិងរដ្ឋមន្ត្រីការបរទេសក៏កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំនេះមិនមែនត្រឹមតែជាការតតាំងធម្មតាទេប៉ុន្តែវាគឺជាការបកស្បែកមុខថៃឲ្យអន្តរជាតិបានឃើញច្បាស់អំពីមហិច្ឆតាឈ្លានពានរបស់ពួកគេនិងការបំពេញបទឈប់បាញ់ជាបន្តបន្ទាប់កម្ពុជាបានប្រើប្រាស់យុទ្ធសាស្ត្រចម្រាញ់ទំនាក់ទំនងជាមួយនឹងរដ្ឋមន្ត្រីអន្តរជាតិជាន់ខ្ពស់ដើម្បីដាក់សម្ពាធឲ្យថៃដកថយនិងបកក្រោយពីទង្វើមិនគប្បីរបស់ខ្លួនក្រៅពីការតស៊ូការទូតកម្ពុជានៅតែឆ្លាតវៃក្នុងការច្នៃទំនាក់ទំនងអន្តរជាតិដើម្បីទាញយកសេដ្ឋកិច្ចជាតិយើងមិនត្រឹមតែឈ្នះលើសមរភូមិពាក្យសម្ដីទេប៉ុន្តែយើងកំពុងតែធ្វើឲ្យថៃស្ថិតក្នុងស្ថានភាពតច្រកមិនអាចបកស្រាយអ្វីបានឡើយនៅពេលដែលខ្មែរបានប្រើប្រាស់នឹងទំនាក់ទំនងអន្តរជាតិមកសង្កត់ពីលើនេះគឺជាមោទនភាពជាតិដែលយើងមានមេដឹកនាំដ៏ឆ្លាតវៃជាងតតាំងនឹងដឹងកលៈទេសៈបាទបងប្អូនសរុបមកវិញសម្ពាធដ៏ធំដែលថៃកំពុងតែទទួលឥឡូវនេះគឺមកពីទង្វើខ្លួនឯងទាំងស្រុងតើបងប្អូនយល់យ៉ាងណាដែរចំពោះក្បាច់ការទូតរបស់កម្ពុជារបស់យើងតើថៃនឹងត្រូវស្ពឹកមុខដល់ពេលណាទៀតកុំភ្លេចបញ្ចេញមតិរបស់បងប្អូននៅខាងក្រោមហើយបើពេញចិត្តវីដេអូនេះសូមកុំភ្លេចចុច like និង Subscribe Channel របស់ខ្ញុំសូមអរគុណនិងជម្រាបលា